នេះគឺជាសកម្មភាពជួបជុំមុនពេលយើងឡើងទៅមើលបន្ទប់ភ្នំភ្លើងពណ៌ស្វាយដែលគេហៅថា Blue Fire បងប្អូនគឺពួកយើងត្រូវងើបតាំងពីម៉ោង12យប់ហើយបន្តមកទៀតពួកយើងរៀបចំខ្លួនអីមកជុំគ្នាម៉ោង1នៅកន្លែងគេជុំគ្នាអញ្ចឹងគឺមានតូបគេអញ្ចឹងហើយតូបហ្នឹងគឺគេមានតែក្តៅៗព្រោះវាអាកាសធាតុវាត្រជាក់ខ្លាំងមែនតើហ្មងបងប្អូនហើយគេមានចេកចៀនអីឲ្យយើងញ៉ាំយើងតែចេកចៀនគេឆ្ងាញ់មែនតើហ្មងបងប្អូនហើយកន្លែងហ្នឹងផងដែរក៏គេមានជួលជាមួយមួកវ៉ែនតាក៏ដូចជាកៅអៅល្ងាអីអញ្ចឹងណាហើយពួកយើងក៏បានគេមានរៀបចំឲ្យយើងដូចជាអំពូលភ្លើងដូចជាប្រាប់ម៉ាស់បឺតការពារសារជាតិពុលដែលនៅលើភ្នំហ្នឹងណាបងប្អូនដោយសារភ្នំហ្នឹងវាជាបន្ទប់ភ្នំភ្លើងអញ្ចឹងវាសុទ្ធតែជាសារជាតិពុលហើយដែលវាប៉ះពាល់នៅលើភ្នែករបស់យើងគឺធ្វើឲ្យក្រហមស្ទើរតែខ្វាក់តែម្ដងហើយជាតិពុលបើយើងសុខភាពល្អគឺយើងអាចស្លាប់នៅទីហ្នឹងតែម្ដងអញ្ចឹងណាបងប្អូនហើយនេះជាសកម្មភាពដែលយើងធ្វើដំណើរឡើងនៅលើភ្នំដោយសារតែខ្ញុំដើរបានមួយផ្លែទៅដោយសារប្រជាពលរដ្ឋគេនៅនឹងគឺគេអត់ញ៉ាំសូរ៉ាប៉ុន្តែគេជក់បរិយបងប្អូនអញ្ចឹងឲ្យខ្ញុំចាញ់នៅក្លិនបរិយហើយនៅអាកាសធាតុវាត្រជាក់ខ្លាំងមែនតើអញ្ចឹងធ្វើឲ្យខ្ញុំរៀងថប់ធូរខ្ញុំអាចដើរបាននេះខ្ញុំបកក្រោយក៏ពិបាកទៅមុខក៏ពិបាកអញ្ចឹងនៅស្រុកហ្នឹងគេមាន Lamborghini ហ្នឹងបងប្អូនកុំច្រឡំថាជាឡានណាគឺអត់តែ Lamborghini ហ្នឹងគឺគេមានរបៀបដូចអាទះគេមកគឺយើងជិះនៅលើហ្នឹងមានអ្នកហួនយើងពីក្រោយនិងអ្នកអូសយើងឡើងភ្នំទៅហើយផ្លូវគេគឺបានត្រឹមតែមួយ Lamborghini ឬក៏អ្នកដើរថ្មើរជើងហ្នឹងគឺដើរកិច្ចគ្នាទៅក្រៅហ្នឹងគឺជាជំរាលភ្នំនេះបងប្អូននេះគឺនាងខ្ញុំមានទាំងម៉ាស់និងស្រោមមុខការពារហើយមានមួកអីអញ្ចឹងណាបងប្អូនហើយវ៉ែនតាខ្ញុំដល់សោះពេលហ្នឹងនាងខ្ញុំអត់ស្រួលខ្លួនអញ្ចឹងហើយដើម្បីយើងមកទៅដល់គោលដៅរបស់យើងអត់ចង់បកក្រោយអញ្ចឹងណាអញ្ចឹងយើងក៏បានធ្វើដំណើរទៅហើយគេយកយើងអត់ទៅដល់ទេគ្រាន់ទៅដល់ប្រហែលជាព្រោះទៅលើទៀតហ្នឹងគឺយើងត្រូវធ្វើដំណើរថ្មើរជើងហើយដោយសារវាចំណោតខ្លាំងហើយផ្លូវគឺវាទូចខ្លាំងមែនតើដើរបានតែមនុស្សម្នាក់អីអញ្ចឹងបើ Lamborghini ទៅគឺទៅដល់ហើយនេះគឺជាសកម្មភាពផ្សាយបងប្អូនឃើញផ្សាយពណ៌ស្វាយហើយហេតុអីបើយើងត្រូវទៅពេលយប់ដោយសារពន្លឺBlue Fire ហ្នឹងគឺវាឆេះឡើងតែពេលដែលពន្លឺព្រះច័ន្ទវាមកប៉ះជាមួយនឹងផ្សាយនៅនឹងគឺវាបានទៅជាភ្លើងពណ៌ខៀវនឹងហើយភ្លើងហ្នឹងគឺក្តៅកាហាយរលាកហ្មងបងប្អូនមិនមែនថាគ្រាន់តែពណ៌ដែលគេដាក់នេះណាគឺវាធម្មជាតិបានន័យថាកន្លែងហ្នឹងគឺជាកន្លែងបន្ទស្សភ្នំភ្លើងណាហើយមានមួយកន្លែងទៀតភ្នំភ្លើងអត់ទាន់ផ្ទុះទេបងប្អូនចាំខ្ញុំឲ្យមើលនៅវីដេអូក្រោយចាហើយនៅពេលដែលថ្ងៃរះទៅគឺពិតជាស្រស់ស្អាតខ្លាំងមែនតើអញ្ចឹងគេមានកន្លែងមើលថ្ងៃរះទៀតអញ្ចឹងនេះខ្ញុំឡើងទៅខាងលើដើម្បីមើលនៅថ្ងៃរះដ៏ស្រស់ស្អាតអញ្ចឹងអមជាមួយនឹងអាបឹងគេនឹងភ្នំគេហ្នឹងគឺវាស្រស់ស្អាតមួយយ៉ាងដែរប៉ុន្តែបើនិយាយពីថាវាល្អសម្រាប់សុខភាពយើងគឺអត់ល្អមែនតើហ្មងបងប្អូនគឺបានន័យថាយើងទៅនឹងគឺយើងប៉ះពាល់សុខភាពខ្លាំងជាមួយនឹងអាសារជាតិផ្សែងពុលដែលសល់ពីបន្ទប់ភ្នំភ្លើងហ្នឹងណាបងប្អូនហ្នឹងហើយសម្រាប់នៅពេលដែលភ្នំភ្លើងហ្នឹងផ្ទុះនៅពេលដែលវាផ្ទុះមកហើយគឺវានៅវាឆេះអីអញ្ចឹងហើយវានៅសល់អាកំអែលភ្នំភ្លើងបងប្អូនកំអែលភ្នំភ្លើងក៏គេធ្វើជាវត្ថុអនុស្សាវរីយ៍លក់អីនៅនឹងទៅហើយក៏មានប្រជាពលរដ្ឋនៅនឹងគឺគាត់ទៅយកអាកំអែលភ្នំភ្លើងហ្នឹងយកមកច្នៃអីអញ្ចឹងណាបងប្អូននិយាយទៅជីវភាពពួកគាត់នៅឡើយហ្នឹងក៏ពិបាកដែរនេះអានេះទិដ្ឋភាពទាំងស្រុងណាបឹងគេហ្នឹងគឺពណ៌ខៀវអីអញ្ចឹងណាបងប្អូនហើយមានកន្លែងជម្រាលមួយចំនួនក៏គេដាក់ផ្លាកក្រហមហ្នឹងបានន័យថាធ្លាប់មានអ្នកស្លាប់ជាច្រើនអ្នកដែលនៅដែលគាត់ទៅដល់គាត់ថតរូបឬក៏គាត់ចង់បានរូបថតខ្លាំងពេកគាត់ទៅថតនៅជំរាលភ្នំអញ្ចឹងមានការល្អិលអីធ្លាក់ទៅក្រោមអញ្ចឹងទ្រាំតែខាងសង្គ្រោះគេទៅដល់គឺគាត់ស្លាប់ហើយទី1ស្លាប់ជាមួយនឹងផ្សែងខៀវពុលហ្នឹងណាហើយទី2គឺត្រូវជាមួយនឹងជំរាលភ្នំអីអញ្ចឹងនេះកន្លែងដើមឈើខាងមុខនោះក៏គេឲ្យយើងថតឡើយនេះគឺយើងអាចថតបានអ្នកខ្លះគឺគាត់ឡើងទៅថតលើនឹងអញ្ចឹងនៅពេលដែលគាត់ឡើងទៅដើមឈើខ្លះគឺវាពុកវាអត់មុំវាអាចទ្រនឹងទម្ងន់យើងបានទេនៅពេលដែលគេប្រាប់តែយើងនៅតែទៅចេះក៏គេដឹងថាជួយយើងដោយរបៀបណាដែរណាព្រោះខាងងាយក៏គាត់តែងតែប្រាប់យើងឲ្យមានការប្រុងប្រយ័ត្នអីចឹងទៅអានេះអ្វីដែលខ្ញុំប្រាប់ណាបងប្អូននេះដែលគេយកមកធ្វើជាវត្ថុអនុស្សាវរីយ៍ផ្សេងអញ្ចឹងទៅហើយនោះគឺជារូបភាព Lamborghini អាពណ៌កាឈូកមិញហ្នឹងណាហើយនេះខ្ញុំត្រឡប់មកវិញហើយពីព្រោះពេលតែម៉ោង7អីគឺអស់អីមើលហើយអញ្ចឹងហើយយើងត្រូវត្រឡប់មកស្ថានភាពយើងវិញ
ប្អូនឥឡូវយើងបានមកដល់ស្ថានភាពរបស់យើងហើយនេះជាទស្សនវិជ្ជាទាំងស្រុងនៃស្ថានភាពរបស់យើងគេធ្វើបែបហ្នឹងដើម្បីទប់នៅការត្រជាក់អញ្ចឹងណាសម្រាប់សកម្មភាពបន្ថែមទៀតនាងខ្ញុំនឹងប្រាប់នៅវីដេអូក្រោយបាយបាយ